Ban số đấyសម្រាប់ខាងលើនេះកាមេរ៉ា40:8ខាងខ្នងនេះគឺជាលេខ username ហើយជាមួយនឹង password បកប្រភេទកាមេរ៉ាហ្នឹងឥឡូវយើងនិយាយពីការភ្ជាប់ Wi-Fi អញ្ចឹងយើងចូលទៅកន្លែង home នេះយើងចុចប៊ូតុង home ហើយបន្ទាប់មកយើងចូលទៅក្នុងកន្លែង system ហើយបន្ទាប់មកយើងយក Wi-Fi បន្ទាប់មកយើងតិចទៀតនឹងឃើញ load ឈ្មោះ Wi-Fi មកអញ្ចឹងយើងរើស Wi-Fi ដែលយើងត្រូវភ្ជាប់ហើយបន្ទាប់មកយើងបញ្ចូល password Wi-Fi មកយើងភ្ជាប់ Wi-Fi ជាការស្រេចបន្ទាប់មកខ្ញុំសូមនិយាយពីការភ្ជាប់នៅក្នុង app ទូរស័ព្ទយើងអាចប្រើបានគ្រប់ប្រភេទយើងបញ្ចូលលេខកូដដែលនៅក្នុងកាមេរ៉ានិង password និងលេខ IP ហ្នឹងបញ្ចូលមកជាការស្រេចហើយយើងចុចមើលវីដេអូយើងចុចនៅកន្លែងដែលគេដាក់អក្សរវីដេអូហ្នឹងបន្ទាប់មកវីដេអូ4គ្រាប់ហ្នឹងនឹងបង្ហាញចេញមកបន្តមកទៀតខ្ញុំនឹងបង្ហាញពីការកន្លែងដែលយើងមើល GPS យើងមើលនៅផែនទីប៉ុន្តែដោយសារតែខ្ញុំអត់បានដល់ជាមួយនឹងដូច GPS អញ្ចឹងវាអត់បានបង្ហាញពេលបងភ្ជាប់វានឹងបង្ហាញដៅគោលដៅនៅលើផែនទីហ្នឹងណាហើយនឹងវាបង្ហាញយើងបើកនៅក្នុងល្បឿនប្រមាណជូនតោះមកបើយើងចង់ save វីដេអូចាស់យើងចូលកន្លែង tab នេះយើងរើសថ្ងៃខែដែលយើងត្រូវ save ចន្លោះម៉ោងណាអញ្ចឹងទៅយើងចុចហើយយើងចុចប៊ូតុងពណ៌ខៀវខាងក្រោមនេះមកដើម្បីយើង save វីដេអូហ្នឹងអរគុណ